បាទជំរាបសួរបងប្អូនពុកម៉ែចិនរំជាតិអ្នកស្នេហាកីឡាទូកងជាទីស្រឡាញ់នេះជាទូកពោធិថ្លឹងស្ថិតនៅវត្តពោធិថ្លឹងឃុំថើយអង្គហើយទីក្រុងព្រែកឫស្សីថ្ងៃនេះថ្ងៃទី12ខែ10ឆ្នាំ2025ទូកលើក្តារមិនប្រើដងសន្ទូចរបស់វត្តក៏បានដាក់ចុះទឹកដើម្បីសាករកលបឿនយើងរងចាំទេសនាលបឿនទាំងអស់គ្នាណាបងប្អូនទូកលើក្តារជួសជុលឡើងដោយជាងវ័យក្មេងគឺជាងដាកក៏បានជួសជុលនឹងគូក៏រូបគំនូរឡើងយើងមើលស្បាក់ស្បាយដូចជាទូកនរិនរាំងសីពីជ័យចិត្តត្របិតរបស់នៅខេត្តបាត់ដំបងប្រទេសកម្ពុជាបាទនេះជាចំណោះទូកពោធិថ្លឹងទូកលើក្តារអត់ប្រើដងសន្ទូចថ្ងៃនេះដាក់ចុះសាក្រលបឿននៅតាមមកព្រែកខ្សាច់ឃុំកសាច់ទីក្រុងព្រែកឫស្សីបងកីឡាទូកក៏ហូបបាយហើយឥឡូវរៀបចំសាក្រលបឿនលើកទី4នេះជាទូកចាស់ទេទូកចាស់ជួសជុលឡើងវិញមិនប្រើដងសន្ទូចយើងមើលក្បាច់ណាចង្សិតនរិនរាំងសីពីជ័យចិត្តត្របិតណាបងប្អូនរបស់បងធំដងស្ទឹងសង្កែថ្ងៃនេះនៅដងស្ទឹងឃុំកសាច់មានពីទូកគឺទូកថ្លឹងមួយនិងទូកពោធិកសាច់មួយមកធ្វើមកបងប្អូនរងចាំទស្សនាលបឿនទូកទាំងអស់គ្នាបងប្អូននេះគ្រាន់តែទូកវឹកហាត់ទេមិនមែនទូកយកទៅប្រាណាំងទេណាបងប្អូនអើយនេះទូកចាស់ទូកចាស់mấy là túi tập bó hay là túi mấy về 5 mínនេះទូកចាស់ទូកសម្រាប់វឹកហាត់ជួសជុលឡើងដោយជាងដាកក៏បានជួសជុលឡើងទូកវត្តព្រែកអណ្ដើកមួយដែរមើលរាំងធាំងស្បាក់ស្បាយគ្នាហ្នឹងគ្មានសក់hèm lớn
ចំណោះទូកហ្នឹងបងកែឡាអ៊ំទូកហ្នឹងមែន58នាក់ចំណោះទូកហ្នឹងមួយចំណោះហ្នឹង58នាក់អ៊ំមែនទូកមើលណាបងប្អូនរៀបចំហើយលឿនណាស់បងប្អូនលឿនណាស់នេះច្រាស់ទឹកណាអ៊ំច្រាស់ទឹកលឿនទេបងប្អូនលឿនណាស់ទូកលឿនណាស់